រឿងកញ្ជ្រោងតូចនិងមិត្តភក្តិល្អនៅក្នុងព្រៃស្រងាត់មួយមានកញ្ជ្រោងមួយឈ្មោះសូកាមានរោមពណ៌ទឹកក្រូចស្រស់ស្អាតនិងកន្ទុយរោមទន់ស្រាលទោះបីសូកាមានរូបរាងស្អាតប៉ុន្តែសូកាតែងតែមានអារម្មណ៍ឯកាព្រោះគ្មានសត្វណាមួយចង់លេងជាមួយសូកាទេថ្ងៃមួយខណៈដែលសូកាកំពុងដើរតែម្នាក់ឯងនៅក្បែរស្ទឹងសូកាបានឮសំឡេងយំសូកាប្រញាប់ចូលទៅក្នុងគុម្ពឈើមួយហើយឃើញកូនទាតូចមួយកំពុងយំយ៉ាងខ្លាំងអូយមានរឿងអ្វីកើតឡើងសូកាសួរដោយបារម្ភខ្ញុំជាប់នៅក្នុងគុម្ពឈើនេះនឹងមិនអាចចេញបានទេជើងរបស់ខ្ញុំឈឺណាស់កូនទាតូចនោះឆ្លើយដោយសំឡេងក្រៀមក្រំសូកាមិនបានគិតច្រើនទេទោះបីសូកាខ្លាចនឹងធ្លាក់ចូលក្នុងគុម្ពឈើដែរក៏ដោយតែសូកាក៏ប្រុងប្រយ័ត្នរកមែកឈើរឹងមាំមួយសូកាយកមែកនោះទៅលូកចូលក្នុងគុម្ពឈើហើយប្រាប់កូនទាថាកាន់មែកនេះឲ្យជាប់ហើយខ្ញុំនឹងទាញអ្នកឡើងសូកាទាញមែកឈើនោះដោយប្រើកម្លាំងទាំងអស់រហូតដល់ចុងក្រោយកូនទានោះក៏ចេញពីគុម្ពឈើបានដោយជោគជ័យអរគុណច្រើនណាស់កូនទាតូចនោះនិយាយឈ្មោះខ្ញុំមីលីអ្នកបានជួយខ្ញុំទោះបីយើងមិនស្គាល់គ្នាក៏ដោយអ្នកពិតជាមានចិត្តល្អណាស់ពីថ្ងៃនោះមកមីលីនិងសូកាក្លាយជាមិត្តល្អបំផុតពួកគេលេងជាមួយគ្នារាល់ថ្ងៃមីលីបង្រៀនសូកាពីរបៀបហើរហើយសូកាបង្រៀនមីលីពីរបៀបរកអាហារប៉ុន្តែថ្ងៃមួយមានរឿងធំមួយកើតឡើងព្រៃរបស់ពួកគេត្រូវបានគំរាមកំហែងដោយសត្វចចកធំមួយសត្វចចកនោះតែងតែមកលួចអាហាររបស់សត្វតូចទាំងអស់មានសត្វណាហ៊ានប្រឈមមុខជាមួយវាទេព្រោះវាធំនិងខ្លាំងណាស់យើងត្រូវធ្វើអ្វីមួយសូកានិយាយសត្វចចកនេះកំពុងធ្វើឲ្យគ្រប់គ្នាភ័យខ្លាចមីលីគិតមួយសន្ទុះហើយនិយាយថាខ្ញុំមានគំនិតមួយតែយើងត្រូវការជំនួយពីសត្វផ្សេងទៀតពួកគេបានប្រមូលផ្ដុំសត្វតូចទាំងអស់នៅក្នុងព្រៃកណ្ដុរតូចកូនកញ្ជ្រោងនិងសត្វតូចផ្សេងទៀតមីលីបញ្យល់ពីផែនការរបស់គាត់សត្វចចកនោះខ្លាំងតែវាគ្មានមិត្តទេបើយើងរួមគ្នាយើងអាចធ្វើឲ្យវាចេញពីព្រៃនេះបានសូកាអ្នកនឹងនាំវាទៅកាន់ទន្លេកណ្ដុរអ្នកនឹងកាប់ទំនប់នោះឲ្យដួលត្រង់ពេលកន្លែងវាឆ្លងកាត់កូនកញ្ជ្រោងអ្នកត្រូវរៀបចំអន្ទាក់នៅចំណុចនោះគ្រប់គ្នាយល់ព្រមតាមផែនការថ្ងៃបន្ទាប់សូកាប្រើខ្លួនឯងជាចំណីសូកាកំពុងញ៉ាំផ្លែឈើឆ្ងាញ់នៅចំពោះមុខសត្វចចកអូហូឆ្ងាញ់អ្វីម្លេះទេសូកានិយាយដោយសំឡេងខ្លាំងនេះជាផ្លែឈើឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ញ៉ាំសត្វចចកឃើញហើយក៏ចង់ញ៉ាំដែរវារត់ដេញតាមសូការត់បង្វែរតាមផ្លូវដែលពួកគេរៀបចំទុកនៅពេលដែលសត្វចចកឆ្លងកាត់ទន្លេតាមទំនប់កណ្ដុរក៏កាត់ទំនប់នោះឲ្យដួលសត្វចចកគុំនោះធ្លាក់ចូលទៅក្នុងទឹកវាអាចហែលទឹកបានមែនតែទឹកធ្វើឲ្យវារត់យឺតនៅពេលវាឡើងពីទឹកវាត្រូវជាប់អន្ទាក់ដែលកូនកញ្ជ្រោងបានរៀបចំទុកខ្ញុំចេញខ្ញុំសន្យាថានឹងចាក់ចេញពីព្រៃនេះដោយមិនត្រឡប់មកវិញទេសត្វចចកស្រែកបែបនេះសត្វតូចទាំងអស់ជួយគ្នាដោះសត្វចចកចេញពីចំណងសត្វចចកស្គាល់ពីភាពខ្លាំងនៃការរួបរวมគ្នាហើយវាក៏រត់ចេញពីព្រៃនោះភ្លាមទៅតាំងពីថ្ងៃនោះមកសូកាមិនមានអារម្មណ៍ឯកាទៀតទេគ្រប់សត្វនៅក្នុងព្រៃទាំងអស់បានដឹងថាសូកាជាមិត្តល្អនិងជាវីរបុរសពិតប្រាកដហើយសំខាន់ជាងគេទាំងអស់សូកាបានរៀនមេរៀនដ៏មានតម្លៃមិត្តភក្តិពិតប្រាកដមិនកើតចេញពីរូបរាងស្អាតឬកម្លាំងខ្លាំងនោះទេតែវាកើតចេញពីមិត្តល្អនិងការជួយគ្នាទៅវិញទៅមកយប់មួយខណៈដែលសូកានិងមីលីកំពុងអង្គុយមើលផ្កាយលើភ្នំតូចមួយមីលីនិយាយថាសូកាអ្នកដឹងទេថ្ងៃដែលអ្នកបានជួយខ្ញុំចេញពីគុម្ពឈើអ្នកមិនបានគ្រាន់តែជួយសង្គ្រោះជីវិតខ្ញុំនោះទេអ្នកបានបង្រៀនខ្ញុំថាអ្វីទៅជាមិត្តភក្តិពិតប្រាកដសូកាញញឹមហើយនិយាយថាហើយអ្នកក៏បានបង្រៀនខ្ញុំថានៅ
ពេលដែលយើងរួមគ្នាយើងអាចទទួលបានជោគជ័យលើការលំបាកណាក៏បាននោះហើយជាអំណាចនៃមិត្តភាពពិតប្រាកដពីថ្ងៃនោះមកព្រៃរបស់ពួកគេបានក្លាយជាកន្លែងសំណើចមិត្តភាពនិងការជួយគ្នាទៅវិញទៅមករាល់សត្វនៅក្នុងនោះបានរៀនថាមិត្តភក្តិពិតប្រាកដគឺជារតនៈដ៏មានតម្លៃបំផុតនៅក្នុងជីវិតហើយការជួយគ្នាអាចធ្វើឲ្យយើងរឹងមាំជាងនៅពេលដែលយើងនៅម្នាក់ឯង